Xóm chuôn rương Anh đách song kha ជាបរិបបេះដូងដែកម្នាក់តាំងពីមិនទាន់ដឹងក្តីរហូតដល់ក្តីដឹងគាត់មិនធ្លាប់មានស្នេហាម្ដងឡើយប៉ុន្តែពេលនេះគាត់បានរួចស្រឡាញ់នារីម្នាក់គឺយាយគ្រូទាយអូនគ្រូទាយបងស្រឡាញ់អូនបងចង់រៀបការជាមួយអូនដោយសារតែសុបិនឃើញយាយគ្រូទាយជារៀងរាល់យប់ធ្វើឲ្យតាប៉ែងស្រឡាញ់យាយគ្រូទាយកាន់តែខ្លាំងអូនគ្រូទាយប៉ុន្មានថ្ងៃនេះមិនឃើញមកជួយឲ្យក្បែរផ្ទះបងអញ្ចឹងតើអូនឈ្មោះអីស្រីពន្លកមេត្តាប្រាប់មកកំពុងអងយូឈ្មោះចន្ទធូពីរោមែនអូនឈ្មោះចន្ទធូគុនយូមកយូរឹតតែពេញចិត្តចំអាយដល់នៅទីនេះសោះសំឡេងពីរោះម៉េះតាកាលនៅក្មេងអញដល់គ្រឿងឲ្យគេស្ដាប់តែតាមវងផឹកនោះអញផឹកគ្មានដែលអស់លុយ100រៀលទេអញ្ចឹងបានសំឡេងតាដោយតារាមិនដែលរាំងហាហើយសរសើរឬមួយបង្អាប់មានណាខ្ញុំសរសើរថាតាឯងច្រៀងដូចតារាអន្តាហើយចោះនិយាយថាអ្នកណាឈ្មោះចន្ទធូនោះចន្ទធូហ្នឹងឈ្មោះរបស់ក្រាស់តាឯងនឹងហើយកុំប្រាប់ថាអូនគ្រូទីឈ្មោះចន្ទធូណាហ្នឹងហើយមានពីណាទៀតចន្ទធូអូនអរបុផាបងសូមស្នេហាបានទេវមិត្តសិនជាចន្ទធូអូនអាណិតទោះស្លាប់មិនគិតទេណាចន្ទធូយីតាប៉ុណ្ណឹងសោះបានឲ្យបត់ដែរចេះតែច្រៀងទៅនឹកអូនចន្ទធូពេកស្ដាប់តាច្រៀងហើយរាន់អាចខ្លាំងណាស់ទៅសិនហើយតារបស់យកនេះទៅឲ្យឆ្ងាយផុតពីផ្ទះអញផងវើយរៀងរាល់យប់តាពេកតែងតែសុបិនឃើញយាយចន្ទធូគ្រប់ពេលចន្ទធូអូនចន្ទធូកុំទៅណាចោលបងលោកដឹងខ្លួនឡើងទើបតាពេកដឹងខ្លួនថានេះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះអូនទៅយល់សប្តិមិនបានដេកមិនបានពួនអញ្ចឹងរស់មិនបានយូរទេអញមើលទៅចំណែកឯយាយចន្ទធូវិញក៏មានប្រផ្នូប្លែកៗតែគាត់រកមូលហេតុមិនឃើញសោះមួយរយៈនេះចេះតែញាក់ភ្នែកញាក់មាត់រកមូលហេតុមិនឃើញសោះវ៉ៃមិនដឹងថាជាលៀបឬជាគ្រោះទេនេះរអូរឿងអីហ្នឹងយាយចូលមកសិនមកហើយឯងទៅណាទៅណីដែរហ្នឹងអូខ្ញុំគិតថាដើរទៅលេងផ្ទះតាប៉ែកហ្នឹងណាយាយហើយរអូងុំរឿងអីម្នាក់ឯងហ្នឹងយាយអញរអូរឿងញាក់ភ្នែកញាក់មាត់ហ្នឹងណាមិនដឹងជាមានលៀបអីលៀបអាណិតទេដឹងយាយថាលេងទេយាយតាមខ្ញុំស្មានប្រហែលជាយាយដល់គូព្រេងទេដឹងស្អីគេចាស់ចិត្តងាប់ហើយនៅមានគូព្រេងស្អីទៀតមែនតើយាយចោះរាល់ថ្ងៃហ្នឹងមានដឹងខ្លួនថាមានគេលួចស្រឡាញ់អត់ចោះគ្មានដឹងគ្មានអាចស្អីទេបើរាល់ថ្ងៃរកតែពធហ្នឹងនេះមានអារម្មណ៍ណាទៅគិតអារឿងចឹងនោះអុកញុយខ្ញុំប្រាប់តាមត្រង់ចុះយាយ
តាពេកគាត់លួចស្រឡាញ់យាយឯងមួយរយៈហើយ ហើយគាត់ឃើញអញស្អាតត្រង់ណាបានមកលួចស្រឡាញ់អញនឹង អត់ដឹងដែរយាយតែពាក្យចាស់ពោលថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អណាយាយ ហើយគាត់ប្រុងយកអញទៅស្ងោរស៊ីមែនណាតែទូស្ងោរក៏គាត់ស៊ីមិនដាច់ដែរព្រោះស្បែកអញស្វិតយាស្តាអស់ហើយនឹងម្យ៉ាងទៀតគាត់ក៏អត់មានថ្មិញស៊ីដែរ គេមិនសំដៅទៅលើរឿងយកមនុស្សទៅស្ងោរស៊ីទេយាយគេសំដៅទៅលើរបស់ណាដែលយើងស្រឡាញ់គឺយើងមើលឃើញស្អាតហើយចំណែកអារឿងឃ្លានវិញស្អីក៏ហូបឆ្ងាញ់ដែរ អញដឹងហើយអបសុកពេលចេះតែនិយាយលេងទៅ អញ្ចឹងខ្ញុំទៅសិនហើយយាយរកទៅមើលតាពេកបន្តិចដែរសិនខ្លាចស្ងាត់គាត់បែកគំនិតទៅលូតទឹកស្ពានជ្រោយចង្វាបាត់ទៅ បន្ទាប់ពីនិយាយចប់ពូអុកញយក៏បានដើរសម្ដៅទៅរកផ្ទះតាពេក អញសាកធ្វើមានអណ្ដើកឲ្យយាយតាពីរនាក់ហ្នឹងមើលໄວក្រែងបានស៊ីក្បាលជ្រូករបស់គាត់ ដោយសារតែពូអុកញយចង់ស៊ីក្បាលជ្រូកពេកគាត់ក៏បានទៅដុតសម្ដៅបេះដូងតាពេកហើយឆេះរស់រាលកាន់តែខ្លាំង មិនហើយតាពេកអស់ប៉ុន្មានដុល្លារហើយអង្គុយសោចម្នាក់ឯងហ្នឹង អូប៉ុន្មានដុល្លារក្បាលឯងស្អីអញកំពុងតែសម័យឃើញអូនចន្ទធូផងមកដាច់ចង្វាក់អញអស់អញដូចជានឹកអូនចន្ទធូដល់ហើយវ៉ៃ ហើយគាត់ត្រូវជាស្អីនឹងតាឯងបានជានឹកគាត់ដល់ថ្នាក់ហ្នឹង គាត់ត្រូវជាអនាគតភរិយារបស់អញណាស្ងួតមិននិយាយដូចអត់ដឹងរឿងអីតិចសោះចឹង តាឯងស្រឡាញ់គាត់ច្បាស់លាស់អត់បើច្បាស់លាស់ខ្ញុំធ្វើមានអណ្ដើកឲ្យបានណា ច្បាស់ហើយច្បាស់ដូចខែកងឹតចឹងណាមិនឯងជួយអញបានអត់ចុះ ខ្ញុំថាបានគឺបានហើយតែមិនដឹងថាយាយចន្ទធូស្រឡាញ់តាឯងវិញអត់ សាកមើលសិនទៅបើគាត់ព្រមអញយកគាត់មកការនៅភូមិមួយគ្រឹះស្ពេកស្មោះស្នេហ៍អញឲ្យផ្អាព្រៃអាចម្ដង បាទតាចឹងខ្ញុំទៅអាចមួយសិនឲ្យអារម្មណ៍ស្រស់ថ្លាបន្តិច បកាច់យោយប់នេះតាពេកសម្រានមិនលក់ទេព្រោះគាត់អន្ទះសារចង់ស្ដាប់ចម្លើយពីពូអុកញយភ្លាមតាពេករងចាំពូអុកញយថ្ងៃខ្លាចជាខែខែខ្លាចជាឆ្នាំឆ្នាំខ្លាចជាឆ្នាំនៅតែមិនឃើញពូអុកញយមកទៀតតាមពិតគឺតែបាន2ថ្ងៃតែប៉ុណ្ណោះនេះមកពីគាត់អន្ទះសារចង់ស្ដាប់ចម្លើយខ្លាំងពេករីឯពូអុកញយវិញទើបតែមានពេលមកជួបយាយចន្ទធូ កំពុងធ្វើស្អីហ្នឹងយាយ កំពុងតែធ្វើម្ហូបថ្ងៃត្រង់ហ្នឹងណា ហើយបានម្ហូបអីដែរយាយថ្ងៃហ្នឹង ហើយគ្មានអីស៊ីទេមានតែបង្កងចេះតែទ្រាំស៊ីទៅ ងាប់មានដល់បង្កងហូបហើយនៅទ្រាំហូបទៀតអញ្ចឹងខ្ញុំសុំទ្រាំហូបដែរមកយាយ អត់ទេអញទុកស៊ីពីអ្នកឆ្កែអញតា ចំអញ្ចឹងខ្ញុំអន់ជាងឆ្កែយាយឯងទៀត ឆ្កែវាបានយាមផ្ទះអញចុះឯងដែរយាមផ្ទះអញអត់ចុះ អត់ផង អញ្ចឹងបានអញមិនអោយស៊ីហ្នឹងណា យាយកញ្ចាស់នេះចិត្តអាក្រក់ណាស់វ៉ៃ ហើយនិយាយតិចមិញថាមកយ៉ាខ្ញយ អូខ្ញុំថាយាយចិត្តល្អណាស់ យើហើយមុខនឹងមានការអីដែរ ខ្ញុំមកចែចៅយាយឲ្យតាពេកហ្នឹងណាតាពេកគាត់ពឹងខ្ញុំឲ្យមកសួរយាយតើយាយស្រឡាញ់គាត់អត់
បើស្រឡាញ់គាត់នឹងចូលស្ដីដណ្ដឹងភ្លាមហ្មង និយាយតាមត្រង់ចុះរាល់ថ្ងៃហ្នឹងអញគ្មានដែលគិតគូរអារឿងស្នេហាហ្នឹងទេ អញ្ចឹងនិយាយអត់ស្រឡាញ់គាត់ទេអញ្ចឹង អញអត់ស្រឡាញ់គាត់ទេជួយទៅប្រាប់គាត់វិញផង បាទយាយខ្ញុំទៅប្រាប់គាត់សិនហើយអញ្ចឹងខ្លាចស្ងាត់គាត់ទៅលោតទឹកស្ពានជ្រោយចង្វាបាត់ទៅ ពូអុកញ៉ុយក៏បានដើរទៅផ្ទះតាប៉ែកបណ្ដារអូបណ្ដា គ្រប់យ៉ាងមកពីយាយកញ្ចាស់ហ្នឹងទាំងអស់កុំអីអាចបានស៊ីក្បាលជ្រូកបាត់ អាមិនហើយអារឿងអញពឹងពាក់នោះស្ងាត់ដូចទៅសំរឿងយាអញ្ចឹងហ៎ តែឯងកុំចោះនិយាយច្រើនពេកខ្ញុំកំពុងតែសែតផង សេតរឿងអីហ៎ សែតរឿងតាប៉ែកឯងហ្នឹងហើយ សេតរឿងអញយ៉ាងម៉េចនិយាយឲ្យច្បាស់មកអញស្ដាប់អត់យល់ទេ គឺយាយចន្ទោគាត់ឲ្យខ្ញុំមកប្រាប់តាវិញផងថាគាត់អត់ស្រឡាញ់តាឯងទេតែតាឯងស្អុយអាចណាស់ អូនចន្ទអូមិនអូនអត់ស្រឡាញ់បងអញ្ចឹងអូនចន្ទអូ ខ្ញុំទៅសិនហើយតាកុំពិបាកចិត្តពេកកាត់ចិត្តកាត់ផ្លោកទៅ ដោយសារតែសេតរឿងយាយចន្ទោធ្វើឲ្យតាប៉ែកជាពីវិបត្តិផ្លូវច្រមុះមកមានវិបត្តិផ្លូវចិត្តម្ដងហើយនេះក៏ជាយប់ចុងក្រោយនៃជីវិតរបស់គាត់ដែរអូនចន្ទោហើយអ្វីអូនមិនស្រឡាញ់បងមកពីអញទើបបងស្រឡាញ់អូនហើយមកពីអញទើបអូនមិនស្រឡាញ់បងអញ្ចឹងរឿងគ្រប់យ៉ាងមកពីអញទាំងអស់ ស្អែកឡើងពូអុកញ៉ុយមកសួរសុខទុក្ខតាប៉ែកដូចរាល់ដង តាមិនឃើញចុះពីផ្ទះសោះអញ្ចឹងតាចុំតាប៉ែកស្លាប់បាត់ហើយហ្នឹងអញ្ចឹងប្តីស្រមៃអញចង់ស៊ីក្បាលជ្រូកមិនរលាយទៅតាមតាប៉ែកអស់ហើយអញ្ចឹងពុទ្ធោប្តីស្រមៃខ្ញុំរលាយទៅតាមអាចអស់ហើយពុទ្ធោ រឿងអត់ដាច់សង្ខារសូមចប់បរិបូរណ៍នៅត្រឹមនេះសូមជូនពរមិត្តទស្សនាទាំងអស់ឲ្យរកទទួលទានមានបាននិងត្រជាក់ត្រជុំក្នុងក្រុមគ្រួសារសូមអរគុណ